កម្ពុជាតារាចម្រៀងតនច័ន្ទសីមាត្រៀមនឹងយកបទចម្រៀងល្បីៗដំបូងមកច្រៀងក្នុងផាប់ជូនជាកាដូដល់អ្នកគាំទ្រទស្សនិកជនធ្លាប់តែឃើញកម្ពុជាតារាចម្រៀងស្រីតនច័ន្ទសីមាឡើងឆាកប្រគំតន្ត្រីធំជុំវិញខេត្តក្រុងដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមាននៅក្នុងផាប់ដើម្បីផ្ដល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀងតនច័ន្ទសីមាមិនធ្លាប់ចេញច្រៀងឬសម្ដែងនៅក្នុងផាប់ណាមួយឡើយភាគច្រើននាងទទួលតែការសម្ដែងនៅតាមការប្រគំតន្ត្រីធំនិងក្នុងកម្មវិធីធំប៉ុណ្ណោះទន្ទឹមនឹងកេរ្តិ៍ឈ្មោះកាន់តែល្បីសុសសាយពេញក្នុងនិងក្រៅប្រទេសកញ្ញាតនច័ន្ទសីមាក៏បានរិះរកអ្វីដែលថ្មីដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្ររបស់ខ្លួនផងដែរជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះនាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្ដែងនៅក្នុងផាប់មួយនៅក្នុងទីក្រុងភ្នំពេញផងដែរបើតាមគម្រោងកម្ពុជាតារាចម្រៀងតនច័ន្ទសីមានឹងច្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថា The Bay នៅបឹងកក់ដែលនឹងរៀបចំឡើងនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026ជុំវិញនៃការចូលរួមច្រៀងនិងសម្ដែងរបស់តារាចម្រៀងតនច័ន្ទសីមាជាលើកដំបូងនៅក្នុងផាប់នេះត្រូវបានប្រភពព័ត៌មានស្និទ្ធជាមួយនាងបង្ហាញប្រាប់ថាកញ្ញាតនច័ន្ទសីមាចង់ផ្ដល់ភាពសប្បាយរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រនាងនៅក្នុងឆ្នាំថ្មីនេះដោយជួបជាមួយនាងផ្ទាល់ព្រមទាំងអាចជជែកនិងថតរូបជុំគ្នាជាមួយនឹងការច្រៀងបង្ហាញវត្តមាននៅក្នុងផាប់ជាលើកដំបូងនេះកញ្ញាតនច័ន្ទសីមាត្រៀមយកបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់នាងដែលចូលសិល្បៈដំបូងដើម្បីច្រៀងនិងសម្ដែងជូនបងប្អូនទស្សនានិងរំលែងកម្សាន្តជុំមិត្តភ័ក្តិនិងក្រុមគ្រួសារកុំភ្លេចណាត់មិត្តភ័ក្តិនិងដៃគូឲ្យហើយជួបជាមួយកម្ពុជាតារាចម្រៀងនៅក្នុងដួងចិត្តរបស់បងប្អូនដើម្បីទទួលបាននូវអារម្មណ៍ថ្មីប្លែកនិងផ្ដល់នូវភាពរីករាយនៅចុងសប្តាហ៍នេះ